យកតាមទ្វារវិញគេបាញ់ទឹកបាញ់អីបលុតឲ្យវាត្រជាក់ហើយគេយកចាញ់មកតាមទ្វារនេះម៉ាត់ទេចៅដងចៅចំហុយក្តៅឡើងដែរមក ការថែដំបងពីម៉ោង 4:49 នាទីរហូតម៉ោង 7:10 នេះគឺយើងឃើញថានេះអាចថាចឹងថាសូនតែម្ដងប៉ុន្តែចឹងម៉ោង 9 ពាក់ព័ន្ធនឹងកម្លាំងដែលចូលរួមសង្គ្រោះថ្ងៃនេះគឺខ្ញុំថ្លែងអំណរគុណដល់គ្រប់ស្ថាប័នដែលចូលរួមសហការជាមួយអង្គភាពយើងខ្ញុំដែលមានង70មានខាងករិវហាត់មានខាងអរិញខងអាយដាមហ៊ុនម៉ាណែតភីវកម្មបានចូលរួមជួយយើងខ្ញុំនេះគឺចប់ទាំងស្រុងដល់ឡែកអាគារមានទំហំ 50 ទទឹងបណ្ដោយផែ150គឺត្រូវបានខូចខាតទាំងស្រុងហើយយើងឃើញថានៅក្នុងបទហេតុនេះដែរក៏មានចូលរួមសោកស្ដាយដល់ជនជាតិចិនម្នាក់ដែលបានស្លាប់បាត់បង់ជីវិតតែភេទប្រុសមានឈ្មោះហ្សាំងស៊ុងស៊ីនេះគឺបានស្លាប់នៅក្នុងកន្លែងការហេតុនៅបន្ទប់ទី 9 នេះដែលយើង